គឺយើងនិយាយអំពីចំណុចចាប់ផ្ដើមនៃការរលួយតាមរយៈ YouTube ក្នុងឆ្នាំ2026តើយើងគួរចាប់ផ្ដើមពីចំណុចណាទៅដល់ចំណុចណាអញ្ចឹងតាមបទពិសោធន៍នៃការរលួយតាមរយៈ YouTube របស់ខ្ញុំជាច្រើនឆ្នាំបងប្អូនថ្មីដែលចង់ចាប់ផ្ដើមរលួយតាមរយៈ YouTubeចំណុចផ្ដើមទី1គឺយើងរៀនបង្កើត channel ឲ្យចេះសិនតែយើងបង្កើត channel ដោយរបៀបណាដើម្បីឲ្យមានអ្នកគេទស្សនាមើលច្រើនអញ្ចឹងដើម្បីបង្កើត channel ឲ្យបានលក្ខណៈស្តង់ដារទី1គឺយើងបង្កើតជាឈ្មោះ channel យើងរកឈ្មោះ channel សិនតើយើងគួរតែដាក់នៅឈ្មោះ channel ដាក់នៅ channel ឈ្មោះអីយើងរនឹកឲ្យហើយទៅថាដាក់ channel ហ្នឹងគឺឈ្មោះអីដើម្បីឲ្យគេស្រួលចងចាំថា channel របស់យើងហ្នឹងគឺឲ្យឈ្មោះអីឲ្យពិតប្រាកដដើម្បីគេស្រួលនឹងក្នុងការ search រកបន្ទាប់ពីយើងបានបង្កើតនៅឈ្មោះ channel រួចហើយយើងត្រូវចេះដាក់នៅ cover channel ហើយដាក់នៅ channel art កាលពីមុនគឺខ្ញុំមិនទាន់ឃើញរបៀបនៃការដាក់ channel cover channel ហើយនិង channel art ប៉ុន្តែឥឡូវនេះគឺខ្ញុំរកឃើញ website មួយគឺយើងស្រួលនឹងដាក់តែម្ដងបន្ទាប់ពីយើងដាក់នៅ cover channel ហើយនឹង channel art រួចហើយយើងត្រូវចេះរៀបចំនៅ channel រៀបចំនៅ channel គឺខ្ញុំផ្ដោតទៅលើទី1គឺយើងចេះរបៀបនៃការ upload គឺមានកលឹះ3ដែលយើងត្រូវតែបំពេញទី1គឺយើងចេះដាក់ចំណងជើងគឺយើងដាក់ធ្វើម៉េចឲ្យមានភាពទាក់ទាញនៅចំណងជើងរបស់វីដេអូរបស់យើងហ្នឹងដាក់ទៅគេឲ្យស្រួលយល់តែម្ដងគេស្រួលគឺគាត់តែឃើញចំណងជើងភ្លាមគេចាប់ផ្ដើមចុចមើលភ្លាមទី2គឺយើងចេះដាក់នៅ description គឺបងប្អូនកុំខ្ជិលណាកុំខ្ជិលដាក់ description កុំខ្ជិលដាក់អសោះ description គឺយើងពីពណ៌នាមកធ្វើម៉េចវីដេអូរបស់យើងនឹងគឺពីពណ៌នាបានច្រើនគេឲ្យរហូតដល់ 5000 ពាក្យឯណោះចឹងបងប្អូនយើងទៅសេ description ហ្នឹងទៅសេឲ្យបានច្រើនមកកុំទៅសេតិចតួចហ្នឹងហើយហេតុអីបានជាខ្ញុំឲ្យបងប្អូនទៅសេ description ឲ្យច្រើនគឺយើងទៅសេ description ឲ្យច្រើនចឹងទៅបន្ទាប់មកពីយើងបានទៅសេរួចអស់ហើយយើងចាប់ផ្ដើម upload ហើយយើងទៅ search មើលក្នុង YouTube ហ្នឹងតើយើងបានទៅសេ description ទៅសេចំណងជើងហ្នឹងហើយយើងបាន search ទៅលើក្នុង YouTube ហ្នឹងឃើញអត់ឃើញអាចក្លែងយើង description នៅលើ description វីដេអូរបស់យើងទៅ search មើលក្នុង YouTube ថាចេញក្លែងយើងពីពណ៌នានេះអត់ណាហើយមួយទៀតគឺយើងទៅសេ tape ឲ្យបានច្រើនទៅសេ tape ក៏ឲ្យបានច្រើនដែរធ្វើម៉េចឲ្យបាន100ពិន្ទុមកតែ100ពិន្ទុទៅចេញ100ពិន្ទុហើយគឺយើងអាចប៉ុណ្ណឹងគឺអាចយកជាការបានហើយនេះគឺចំណុចទី1គឺយើងរៀនបង្កើតនៅ channel ចំណុចទី2គឺយើងប្រើប្រាស់នៅ content តែមួយអញ្ចឹងយើងត្រូវតែរៀនអំពីការប្រើប្រាស់ content តែមួយមកកុំបែកឆ្ងាយទៅណាគឺយើងយកតែ content តែមួយទេបើបង្រៀនច្បាស់តែបង្រៀនបើព័ត៌មានច្បាស់តែព័ត៌មានបើអីផ្សេងទៀតគឺបងប្អូនច្បាស់តែរឿងហ្នឹងអញ្ចឹងគឺយើងយកតែមួយចំណុចទី3គឺយើងប្រើប្រាស់នៃការ
គ្រប់គ្រងអារម្មណ៍របស់បងប្អូនឲ្យបានល្អប្រើប្រាស់អារម្មណ៍យ៉ាងម៉េចមានន័យថាពេលដែលយើងជឿរើយក content ធ្វើមហូបធ្វើទៅស្រាប់តែឃើញcontent ព័ត៌មានជាផ្ទុះអញ្ចឹងបងប្អូនឈប់ធ្វើមហូបទៅបងប្អូនទៅធ្វើព័ត៌មានវិញធ្វើព័ត៌មានធ្វើទៅស្រាប់តែឃើញ content គេបង្រៀនយើងទៅបរៀនវិញអញ្ចឹងគឺយើងត្រូវរៀននៅប្រើប្រាស់អារម្មណ៍ឲ្យល្អចំណុចទី4គឺយើងមានផែនការច្បាស់លាស់យើងមានផែនការច្បាស់លាស់ថាតើយើងមានផែនការអីខ្លះសម្រាប់នៃការបង្កើតវីដេអូហ្នឹងមានផែនការឲ្យវាច្បាស់លាស់ពិតប្រាកដមកឥឡូវcònតែត្រួសប៉ុណ្ណឹងហើយ